តំណាងកម្ពុជានៅអង្គការសហប្រជាជាតិថាថៃតែងតាំងខ្លួនជាប្រទេសស្រឡាញ់សន្តិភាពតែបែរបដិសេធដំណោះស្រាយសន្តិវិធីលោកកែវឈៀឯកអគ្គរដ្ឋទូតនឹងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថាប្រទេសថៃតែងតែតាំងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាពប៉ុន្តែបែរជាបដិសេធនៅរដ្ឋដំណោះស្រាយដោយសន្តិវិធីទៅវិញលោកបានលើកឡើងដូចនេះនៅក្នុងកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីភាពជាអ្នកដឹកនាំដើម្បីសន្តិភាពនៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កកាលពីថ្ងៃ15ខែធ្នូឆ្នាំ2025នៅក្នុងកិច្ចពិភាក្សាខាងលើនេះដែរឯកអគ្គរដ្ឋទូតនឹងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិខាងលើក៏បានលើកឡើងបន្ថែមដែរថាថៃបានបដិសេធការដោះស្រាយចំនួនតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកាឡាឡំពួរដែលឯកតោភាគីប្រកាសបិទការចរចាបដិសេធរាល់បទឈប់បាញ់និងបញ្ជាក់ពីចេតនារបស់ខ្លួនកិច្ចបំបាក់សមត្ថភាពយោធារបស់កម្ពុជាលោកកែវឈៀបន្តថាវិបត្តិនេះគូបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាពដោយផ្អែកលើច្បាប់អន្តរជាតិអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិឲ្យការពារធម្មនុញ្ញអង្គការសហប្រជាជាតិនិងរំលឹកថាភាពស្ងៀមស្ងាត់អាចនឹងធ្វើឲ្យមានប្រក្រតីកម្មនៃការឈ្លានពានហើយធ្វើឲ្យប៉ះពាល់ដល់ពហុភាគីនិយមលោកឯកអគ្គរដ្ឋទូតនឹងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានប្រាប់រដ្ឋសមាជិកអង្គការសហប្រជាជាតិនៅក្នុងកិច្ចពិភាក្សាខាងលើនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិលនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាដែលបណ្ដាលមកពីការឈ្លានពានរបស់យោធាថៃនិងបានគូបញ្ជាក់ថាការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់90គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅគឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់មិនមែនជាចំនួនព្រំដែនហើយក៏មិនមែនជាការការពារខ្លួននោះដែរសូមជម្រាបថាយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាកាលពីរសៀលថ្ងៃទី7ធ្នូឆ្នាំ2025ដែលបានបណ្ដាលឲ្យពលរដ្ឋខ្មែរស្លាប់បាត់បង់ជីវិតនិងរងរបួសជាមួយនេះដែរយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ពាំគ្រាប់បែកទម្លាក់ធ្វើឲ្យខូចខាតប្រាសាទបុរាណខ្មែរនៅព្រំដែនខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដូចជាស្ពានថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមនិងលំនៅឋានរបស់ពលរដ្ឋខ្មែរទៀតផង